សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមកឲ្យចែកជូនអ្នកនរគ្នាទៀតហើយដោយយើងទៅទិញជាមួយនឹងអានេះគេហៅផ្សិតបញ្ចូលជាមួយនឹងស្ពៃចិនយើងទិញនៅឡាគីបងប្អូនហើយនឹងជាមួយនឹងសាច់ជ្រូកអានេះខ្ញុំទិញនៅ Super Dapper តែជាសារខ្ញុំទៅរៀងនឹងទៀតអញ្ចឹងមាន discount 50%បន្តមកទៀតយើងលាងសម្អាតហើយយើងធ្វើការកាប់វាទូចៗទៅដើម្បីយើងធ្វើការស្ងោរអានេះខ្ញុំយកឆ្អឹងជិនខ្ចីណាព្រោះអីវាស្រួលញ៉ាំវាឆ្ងាញ់តែគាត់ថាពេលយើងចំហររងាស់ទៅគឺវាអត់សូវមានជាតិឆ្អឹងជិនធំទេតែគាត់វាស្រួលញ៉ាំបន្តមកទៀតយើងធ្វើការកាប់ជាមួយនឹងផ្សិតម្ជុលបងប្អូនចាផ្សិតម្ជុលនេះដោយសារវារៀងច្រើនដែរអញ្ចឹងខ្ញុំដាក់វាដល់ពាក់កណ្ដាលទេហ្នឹងហើយអ្នកនរគ្នាបន្តមកទៀតយើងធ្វើការកាត់វាចឹងហើយយើងដោះខ្ទឹមនៅពេលដែលយើងរំងាស់ជាមួយនឹងសាច់ជ្រូកហ្នឹងទៅដើម្បីវាមានជាតិចេញពីខ្ទឹមហ្នឹងទៅវាឈ្ងុយណាហើយយើងធ្វើការរំងាស់យើងចំពោះមុខម្ហូបមួយមុខនេះដោយសារស្ពៃចិននេះវារៀងមានជាតិប្រេងស្រាប់ហើយអញ្ចឹងបងប្អូនគ្រាន់តែដាក់ជាមួយនឹងអំបិលបន្តិចឬក៏ស្ករបន្តិចតែបើសិនជាបងប្អូនចង់ជិះចិត្តញ៉ាំសាបមិនបាច់ដាក់គ្រឿងថែមក៏បានដែរយើងអាចភ្លក់ទៅបើសិនជាវាល្មម